អោបជំងឺគួរឲ្យបារម្ភជាងមួយឆ្នាំនេះអានវិសាលអស់លទ្ធភាពតតម្រេះសម្រាប់លើកដៃសុំជំនួយពីមហាជនអ្នកនិយមតាមដានស្ដាប់បទចម្រៀងពីរោះរបស់ផលិតកម្មកាលពីប្រមាណជាង15ឆ្នាំមុនច្បាស់ជាបានស្គាល់មកហើយលោកអានវិសាលម្ចាស់បទទឹកភ្នែកផ្ទៃដែលជាតារាចម្រៀងដែលមានប្រជាប្រិយភាពមួយរូបក្នុងនោះដែរក្រោយផលិតកម្មបានបិទលោកអានវិសាលក៏មិនបានបន្តជ្រកក្រោមផលិតកម្មណាឡើយខណៈគ្រានោះលោកកាន់តែរយាលពីសិល្បៈនិងបានបាត់មុខពីសិល្បៈពីឆាកតន្ត្រីឈឹងកំឡុងពេលស្ងប់ស្ងាត់លើវិស័យសិល្បៈនោះដែរគេបានឃើញលោកអានវិសាលបានសាងគ្រួសារនិងបានបើកមុខរបរផ្ទាល់ខ្លួនគឺបើកហាងលក់អាហារផងដែរដោយឡែកកាលពីអំឡុងខែវិច្ឆិកាឆ្នាំ2025កន្លងទៅមហាជនបានបង្ហាញនូវការព្រួយបារម្ភក្រោយបានទទួលដំណឹងពីសុខភាពរបស់លោកអានវិសាលដែលបានធ្លាក់ខ្លួនឈឺចូលសម្រាកនៅក្នុងមន្ទីរពេទ្យមិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បានបង្ហាញនូវការភ្ញាក់ផ្អើលដូចគ្នាដែរខណៈឃើញលោកអានវិសាលមានសភាពស្គមស្គាំងនិងបាក់សម្រស់ខ្លាំងជាងមុនក្រោយធ្លាក់ខ្លួនឈឺចូលសម្រាកនៅមន្ទីរពេទ្យកាលពីចុងឆ្នាំ2025និងបានធូរស្បើយវិញលោកអានវិសាលក៏បានបន្តដំណើរនៅក្នុងការប្រកបមុខរបររកស៊ីវិញតាមរយៈការលក់អាហារតាមអនឡាញដោយមានយីហោអានវិសាលម្ហូបខ្មែរមិនត្រឹមតែប៉ុណ្ណោះនៅដើមឆ្នាំ2026កន្លងទៅលោកអានវិសាលក៏ត្រូវបានមិត្តនៅក្នុងរង្វង់សិល្បៈនិងម្ចាស់ហាងមួយចំនួនបានហៅលោកទៅជួយផ្សព្វផ្សាយផលិតផលដើម្បីទទួលបានកម្រៃបន្ថែមទៀតផងដែរយ៉ាងណាមិញស្រាប់តែនៅថ្ងៃទី19ខែឧសភាឆ្នាំ2026កន្លងទៅអ្នកលេងបណ្ដាញសង្គម Facebook បានបង្ហាញនូវការចាប់អារម្មណ៍ជាថ្មីដល់អតីតតារាចម្រៀងខាងលើក្រោយបានលោកសុវណ្ណរិទ្ធីបានអញ្ជើញលោកធ្វើកិច្ចសម្ភាសន៍បង្ហាញពីស្ថានភាពជំងឺបច្ចុប្បន្ននិងអំពាវនាវដល់មហាជនជួយដល់លោកអានវិសាលផងដែរតាមរយៈកិច្ចសម្ភាសន៍នោះលោកអានវិសាលបានដឹងថាខ្លួនមានជំងឺក្រិនថ្លើមរយៈពេល1ឆ្នាំមកហើយដោយរយៈពេលកន្លងមកគឺលោកបានខិតខំប្រឹងប្រែងធ្វើការផងរកស៊ីផងដើម្បីយកលុយទៅព្យាបាលជំងឺប៉ុន្តែដោយស្ថានភាពបច្ចុប្បន្នមិនល្អធ្វើឲ្យលោករកចំណូលមិនបានរីឯស្ថានភាពសុខភាពប៉ុន្មានថ្ងៃចុងក្រោយនេះគឺកាន់តែធ្ងន់ធ្ងរឡើងបង្ហោះភ្ជាប់ជាមួយនឹងវីដេអូនេះលោកសុវណ្ណរិទ្ធីក៏បានចែករំលែកនៅសារយ៉ាងដូចនេះថាសូមជួយគាត់ផងតារាចម្រៀងលោកអានវិសាលធ្លាក់ខ្លួនឈឺជំងឺក្រិនថ្លើមជិត1ឆ្នាំដាច់ចិត្តលាតត្រដាងការពិតប្រាប់មហាជនព្រោះខ្លួនអស់លទ្ធភាពនៅក្នុងការព្យាបាលជំងឺហើយនេះគឺជាព័ត៌មានមួយដែលបានបង្ហាញឲ្យមហាជននិងអ្នកគាំទ្របានសម្ដែងនៃការព្រួយបារម្ភចំពោះស្ថានភាពសុខភាពរបស់តារាចម្រៀងល្បីគឺលោកអានវិសាលដែលពេលនេះគឺលោកអស់លទ្ធភាពតតម្រេះសម្រាប់លើកដៃសុំជំនួយពីមហាជន